ក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំសូមអបអរសាទរដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងឱកាសសម្ពោធដែលប្រើប្រាស់ជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ International Airport នេះជាមោទនភាពដ៏អស្ចារ្យចំពោះជាតិខ្មែរអាកាសយានដ្ឋាននេះមិនត្រឹមតែជាស្នាដៃដ៏អស្ចារ្យនៃការអភិវឌ្ឍនោះទេប៉ុន្តែវាជានិមិត្តរូបនៃសន្តិភាពកម្លាំងរួបរวมនិងចក្ខុវិស័យឆ្ពោះទៅមុខវាបង្ហាញថាប្រទេសកម្ពុជាអាចធ្វើបានបើសិនបើយើងទាំងអស់គ្នាផ្ដោតទៅលើការងារជាផ្លូវការមានន័យថាមានវិន័យនិងចិត្តស្មោះត្រង់ចំពោះជាតិអាកាសយានដ្ឋានតេជោគឺជាទ្វារទៅកាន់ពិភពលោកនិងជាអនាគតសម្រាប់កម្ពុជាថ្មីការទាក់ទាញភ្ញៀវទេសចរការផ្ដល់សេវាកាន់តែប្រសើរឡើងនិងការរក្សាសុវត្ថិភាពគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាថ្ងៃទី20ខែតុលាឆ្នាំ2025គឺជាការបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាជាថ្ងៃដែលបង្ហាញថាសន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍនិងជាគ្រឹះសម្រាប់ភាពជោគជ័យសម្រាប់ជាតិកម្ពុជា